bà sư đấy ô này là công phương hạt là lấy sám sấp á bà chẳng cho mình hạt này chia cùng rú bà thì làm những cái chạ bà cái chạ solution sodium hydroxide sám sấp ml min cầm hạt đọc soi côn đọ pm bà từ khung solution acid sulfuric sai sấp ml cầm hạt xây á bà score bà cái tô ban là bài solution này có cả miền pH mà 3.4 bà có cầm nọt màจะทำ solution ตัวบานនៅពេលប្រតិកម្មចប់ខកនេះកំហាប់ solution acid CA ដែលប្រើគោនេះកំហាប់ប្រភេទគីមីនីមួយៗក្នុង solution ក្រោយប្រតិកម្មបើចឹងកន្លែងនេះគូរូបតំណាងទៅពិតគេចាក់បាសចូល acid បាទឥឡូវយើងសន្មតថាយើងយក solution acid និង solution បាសលាគ្នាចាបាទវាដូចគ្នាទេកន្លែងហ្នឹងបាទចឹងកៅនេះជា solution sodium hydroxide ដែលមានកំហាប់ 10 pm បាទមាន30យើងលាយជាមួយ solution acid sulfuric ដែលមានកំហាប់អត់ស្គាល់ហើយនឹង VA វា40បាទលាយវាចូលគ្នាមកបាទអញ្ចឹងយើងបាន V លបាយរបស់យើងនេះបាទ V លបាយបាទស្មើ30បូក40បាន70មីលីលីត្របាទស្មើ7គុណនឹង10ដកបាទ2លីត្រអូខេបាទហើយគេថា pH លបាយបាទនេះ pH លបាយយើងនេះស្មើ3.4បាទអញ្ចឹងសំណួរកគេឲ្យយើងកំណត់មជ្ឈដ្ឋានឬក៏ធម្មជាតិ solution ពីចប់ប្រតិកម្មហ្នឹងអញ្ចឹងយើងមើលទៅលើ pH មកបាទ pH យើង 3.4 ទៅជា7អញ្ចឹងលបាយយើងមានធម្មជាតិជា solution acid តោះនេះព្រោះ pH នេះជា pH លបាយបាទ pH លបាយមកស្រាប់ហើយបាទអញ្ចឹងកបាទកំណត់ធម្មជាតិនៃ solution ក្រោយចប់ប្រតិកម្មបាទអញ្ចឹងដោយ pH លបាយស្មើនឹង 3.4 បាទអញ្ចឹង pH លបាយស្មើ 3.4 គឺវាតូចជាង 7 បាទនោះ solution ទទួលបានមានធម្មជាតិជា solution acid បាទបើចឹងកាលណាគេមាន pH លបាយហើយគេឲ្យកំណត់ធម្មជាតិរបស់វាអត់មានអីបាទទេយើងមើលតាម pH លបាយហ្នឹងមកបាទខគេនេះកំហាប់ solution acid ដែលប្រើ CA បាទចឹងគណនាកំហាប់ solution acid ដែលប្រើចឹងសេសមីការតិចបាទសមីការតាំងប្រតិកម្មបាទសមីការតាំងប្រតិកម្មបាទអញ្ចឹងសមីការស៊ីខ្លាំងបាក់ខ្លាំងគឺហាប់បូកអូហាដកបាទឲ្យផលជា2មួយទឹកបាទអញ្ចឹងឲ្យកំណត់ CA អញ្ចឹងដល់យើងដឹងថាបាទដោយ solution ទទួលបានជា solution acid បាទបើវាជា solution acid មានន័យថាហាប់បូកនៅសល់ក្រោយចប់ប្រតិកម្មអញ្ចឹងនោះហាប់បូកនៅសល់ក្រោយប្រតិកម្មបាទក្រោយប្រតិកម្មហាប់បូកនៅសល់អញ្ចឹងយើងអាចទៅរកម៉ូលហាប់បូកនិងម៉ូលអូហាដកដើមតិចបាទដើម្បីរកអសល់បានក៏យើងមានដើមបាទចឹងរកកាត់តិចបាទចឹង solution NaOH របស់យើងបាទមាន CB ស្មើ10សេគុណដក pm បាទ VB ស្មើ30មីលីលីត្រស្មើនឹង3គុណនឹង10ដក2លីត្រអញ្ចឹងដល់វាជា mono បាសខ្លាំងយើងបាន OH ដកស្មើ CBVB អញ្ចឹងគុណនេះយើងបាន3គុណ10ដក4ម៉ូលចំពោះ solution acid sulfuric បាទអញ្ចឹង CA យើងអត់ស្គាល់កំពុងចង់រកវាហ្នឹងឯង VA ស្មើ40មីលីលីត្របាទស្មើ4គុណនឹង10ដក2លីត្រអញ្ចឹងយើងទីបានម៉ូលហាប់បូកអញ្ចឹងវាជា D ស៊ីខ្លាំងណាស់ស្មើ2 CAVA អញ្ចឹងយើងបាន2គុណបាទ4គុណ10ដក2ហើយគុណនឹង CA ទៀតអញ្ចឹងវាស្មើនឹង8គុណ10ដក2បាទនៅជាប់ CA យើងអត់ស្គាល់នេះដើមណាដើមបាទអញ្ចឹងយើងអាចរកអសល់បានណាយើងអាចរកម៉ូល H3O បូកដែលនៅសល់បាទពួកយើងដឹងតែវានៅសល់ណាព្រោះវាមិនថាអាស៊ីតអញ្ចឹងយើងអាចដោះស្រាយតាម ICF ក៏បានដែរយើងសរសេរសមីការម្ដងទៀតមក H3O បូកអូហាដកបាន2ទឹកបាទអញ្ចឹងដើមគិតជាម៉ូលប្រែប្រួលបាទគិតជាម៉ូលបាទចុងបញ្ចប់បាទគិតជាម៉ូលអញ្ចឹងម៉ូលហាប់បូកដើមយើងមាន8គុណ10ដក2ទៅជាប់បញ្ញត្តិ CA បាទអូហាដក3គុណនឹង10ដក4បាទអញ្ចឹងអូហាដកអ្នកចូលរួមអស់
បាទដោយសារតែមិនថាយើងជាមិនថាស៊ីណាចូលអស់ដកជាអ្នកជ្រុំអស់បាទអញ្ចឹងដោយសារម៉ូចូលប្រតិកម្មស្មើគ្នាអានេះក៏ចូលអស់ប៉ុណ្ណឹងដែរជាងក្រោយអត់មានអស់ដកទេ0បាទហើយបែបបុកនៅសល់8គុណ10ដក 2CA ដកឲ្យ3គុណ10ដក4បាទសល់ប៉ុណ្ណឹងម៉ូទៀតអូខេឥឡូវយើងស្គាល់ម៉ូសល់បាទហើយយើងមាន pH លបាយអាចរកកំហាប់ហាស់បែបបុកក្នុងលបាយបានបាទអញ្ចឹងតាមរូបមន្តរូបកាត់តិចណាហាស់បែបបុកសល់ស្មើ10ស្វ័យគុណដក pH លបាយអញ្ចឹងស្មើនឹង10ស្វ័យគុណដកលបាយយើងគឺ 3.4 អញ្ចឹងបែបមកយើងបាន10ស្វ័យគុណ 0.6 គុណ10ដក4អញ្ចឹង10គុណ 0.1 គេឲ្យមក4គុណ10គុណដក4អំបាទនេះជាកំហាប់សល់បាទយើងដឹងហើយបាទប៉ុន្តែកំហាប់សល់ស្មើអីបាទគឺស្មើនឹងម៉ូលដែលនៅសល់បាទចែកឲ្យវ័យលបាយអញ្ចឹងយើងទៅទីបានដល់ហាបែបបុកសល់មិញគេនេះពីលើមិញ4គុណ10ដក4បាទស្មើបាទម៉ូលហាបែបបុកសល់បាទនេះបាទសល់មិញណាបាទគេនេះឃើញសល់ប៉ុណ្ណឹងអញ្ចឹងស្មើនឹង8គុណ10ដក 2CA ដកឲ្យ3គុណ10ដក4បាទវ័យលបាយ7គុណនឹង10ដក2ណាបាទបានប៉ុណ្ណឹងមកដោះស្រាយរក CA បានបោះសមីការទៅមកណាអញ្ចឹងបាន8គុណ10ដក 2CA ដកនេះដែរសិនមកបានគុណ10ដក4បាទយើងបោះ7គុណ10ស្វ័យគុណដក2មកនេះណាបោះមកបានគុណ7 4ដង28ស្វ័យគុណដក6យើងអាចសេ 2.8 គុណ10ស្វ័យគុណដក5បាទអញ្ចឹងស្មើ 2.8 គុណ10ដក5អញ្ចឹងទីរក CA មកទៅបាទកែនេះទៅបាទ CA ស្មើប៉ុន្មានបាទយើងរុញដល់ដកនេះណា5យើងអាចសេបាន30គុណ10គុណដក5បើមកបូកយើងបាន 32.8 គុណ10គុណដក5ដល់ពេលយើងបោះ8គុណ10គុណដក2ទៅទៀតយើងបានចេះទៅជា 32.8 គុណ10ដក5បាននៅលើ8គុណ10ដក2អញ្ចឹងយើងចែកលេខមកយើងបាន CA ស្មើបាទចែកទៅឃើញ 4.1 គុណ10ដក3មកក្នុងលេខបាទនេះចម្លើយរបស់យើងប៉ុណ្ណឹងបាទបន្តទៀតសំណួរគោគណនាកំហាប់បាទគ្រប់ប្រភេទគីមីបាទក្នុង solution ក្រោយប្រតិកម្មបាទអញ្ចឹងយើងមើលរូបវិសាថ្មីតិចបាទកាលណាយើងលាយ solution ចូលគ្នាបាទអញ្ចឹងនៅក្នុង solution បាសវាមកជាមួយនឹង Na បូកជាមួយនឹង OH ដកបាទពីនេះបាទនៅក្នុង solution acid វាមកជាមួយ SO4 2ដកហើយនឹង H បែបបូកបាទអញ្ចឹងពីនេះវាប្រតិកម្មមួយគ្នាបាទហើយដល់ពេលក្រោយប្រតិកម្មអានេះនៅសល់បាទអញ្ចឹងនៅក្នុងនោះមានអីគេបាទមាន Na បូកអត់ចូលរួមទេ SO4 2ដកនេះក៏អត់ចូលរួមដែរហើយមាន H បែបបូកសល់ក្រោយចប់ប្រតិកម្មបាទហើយមួយទៀតក៏មាន OH ដកដែរតែ OH ដកនេះជា OH ដកបានមកពីស្វ័យយកម្មនៃទឹកណាអូខេអញ្ចឹងប្រភេទគីមីសល់4ហ្នឹងបាទអញ្ចឹងប្រភេទគីមីបាទប្រភេទគីមីដែលមានក្នុង solution បាទក្រោយចប់ប្រតិកម្មមាន Na បូកបាទ SO4 2ដក H3O បូកបាទនឹងចុងក្រោយគេគឺ OH ដកបាទអញ្ចឹងដើម្បីទៅរកកំហាប់បានក៏យើងមានចំនួនម៉ូលបាទចំនួនម៉ូលហើយអញ្ចឹងយើងគូឲ្យសេសមីការ2បន្ថែមទៀតដើម្បីទៅរកម៉ូល Na បូកនិង SO4 2ដកបាទអញ្ចឹងសមីការបាទសមីការទី1សមីការក្នុង solution បាទ NaOH បាទយើងវាយក្នុងទឹកទៅយើងបាន Na បូកបូកនឹង OH ដកតាមតែជាសមីការទី1អានេះអាស៊ីតសូប្រិកបាទអ៊ីយ៉ុងកម្មបាទបូកពីទឹកទៅហើយចេញបានពីអ៊ីដ្រូញ៉ូមបូក SO4 2ដកបាទនេះជាសមីការទី2បាទអញ្ចឹងយើងអាចទាញរ៉ូម៉ូលទាំងពីរហ្នឹងបាទនេះរ៉ូម៉ូល Na បូកតាមសមីការ1អាចទាញតាម OH ដកក៏បានដែរ OH ដកយើងដូចជាមានចំនួនម៉ូលពីលើហើយបាទហើយតាមសមីការ1បាទតាមសមីការទី1ម៉ូល Na បូកគឺស្មើជាមួយនឹងម៉ូល OH ដកដើមណាហើយនេះបានយើងដឹងថាទីណាដើមពីព្រោះ Na បូកអត់ចូលរួមប្រតិកម្មទេបាទហើយ OH ដកដើមយើងរកឃើញប្រហែលមិញនេះ3គុណ10ដក4ម៉ូលបាទ3គុណ10ដក4ម៉ូលដល់ពេលតាមសមីការទី2បាទម៉ូល SO4 2ដកបាទយើងអាចឲ្យវាស្មើមួយម៉ូលអាស៊ីតបានព្រោះmấyគុណស្មើគ្នាតែម៉ូលអាស៊ីតស្មើទៅទៀតយើងអាចប្រើទេក៏បានដែរ Ca គុណ Va មកក៏បានដែរហើយ Ca យើងទៅរកឃើញក្រៅពីលើមិញនេះបាទ 4.1
គុណ10ដក3គុណនឹង VA ប្រមាណ4 10គុណ12 4គុណ10ដក2អញ្ចឹងយើងបានម៉ូលរបស់ SO4 2ដកស្មើបើយើងគុណលេខនេះចូលគ្នាយើងបាន 16.4 គុណ10ដកបាទដក5ម៉ូលអូខេអញ្ចឹងវេល្បាយរបស់យើងណាបាទដាក់វេល្បាយស្មើ7គុណ12ហ្នឹងបាទចុះលេខយកមកកាត់តិចបាទយើងបាន NA បូកស្មើប៉ុន្មានម៉ូលវាបាទ3គុណ10ដក4ចែកនឹងវេល្បាយ7គុណ10ដក2អញ្ចឹងចែកមកបាន 4.28 គុណ10ដក 3m កំហាប់ SO4 2ដកស្មើម៉ូលរបស់វាប៉ុន្មានមិញបាទ 16.4 គុណ10ដក5ចែកនឹង7គុណ10ដក2ចែកមកឃើញ 2.34 គុណ10ដក 3m អញ្ចឹងយើងមិនបាច់រកទេណាកំហាប់ឲ្យបែបបូកមិនបាច់រកទេព្រោះយើងរកម្ដងហើយឃើញប៉ុណ្នេះ4គុណ10គុណ14ដល់ពេលអូហាដកបាទផលគុណនិយមកម្មនៃទឹកបាទផលគុណនិយមកម្មនៃទឹកបាទនៃទឹកបាទហាក់បែបបូកបាទគុណអូហាដកស្មើ10ស្វ័យគុណ10 14អញ្ចឹងរកអូហាដកមកស្មើ10ស្វ័យគុណ10 14នៅលើហាក់បែបបូកមាន4គុណ10ដក4ចឹងចែកលេខមកឃើញ 2.5 ស្វ័យគុណដក 11m បាទចម្លើយរបស់យើងប៉ុណ្ណឹងបាទចឹងដូចនេះបាទក្នុងសូលុយចុងក្រោយចប់ប្រតិកម្មបាទប្រតិកម្មមានអា4ហ្នឹងបាទមាន NA បូក 4.28 ស្វ័យគុណដក 3m SO4 2ដក 2.34 ស្វ័យគុណដក 3m បាទ 3O បូក4គុណ10ដក 4m ចុងក្រោយគេបាទតិចជាងគេគឺអូហាដកដែលបានមកពីស្វ័យយំកម្មទឹក 2.5 គុណ10គុណដក 11សៀបច្បាស់បាទមានប៉ុណ្ណឹងណាបាទពួកយើងមើលជាគំរូទៅមានអីអត់តន់សួរនេះគូសេយើងកាត់តិចណាពួកយើងសេពេញខ្លួនឯង